រមណីយដ្ឋានប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាមនៅក្នុងវីដេអូនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនានៅកន្លែងខ្លះៗនៃប្រាសាទនគរបាជ័យដូច្នេះសូមរីករាយទស្សនាជាមួយនឹងយើងខ្ញុំដូចតទៅប្រាសាទនគរបាជ័យជាប្រភេទរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅចម្ងាយ 2.2 គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមតាមបណ្ដោយផ្លូវជាតិលេខ7ពីភ្នំពេញទៅរមណីយដ្ឋាននេះមានចម្ងាយ122គីឡូម៉ែត្រហើយបត់ឆ្វេងដៃ200ម៉ែត្រទៀតរថយន្តគ្រប់ប្រភេទអាចចូលទៅដល់ទីតាំងប្រាសាទតែម្ដងប្រាសាទនេះចែកចេញជាទន្លេអ៊ុំស្ថិតនៅខាងកើតនៃប្រាសាទមានទំហំ400ម៉ែត្រគុណនឹង500ម៉ែត្រដែលមានចម្ងាយប្រមាណ300ម៉ែត្រពីប្រាសាទថែវទី1មានទំហំ421ម៉ែត្រគុណនឹង371ម៉ែត្រដែលរៀបចំនិងកសាងឡើងពីថ្មបាយក្រៀមមានកម្ពស់ 2.9 ម៉ែត្រនិងកម្រាស់ 2.4 ម៉ែត្រទទឹងច្រកចូលមានប្រវែង2ម៉ែត្រប៉ុន្តែបច្ចុប្បន្នថែវនេះបាក់បែកអស់មួយចំនួនធំហើយនៅក្នុងបរិវេណនៃថែវទី1មានតោចំនួន6ស្ថិតនៅមាត់ច្រកចូលទៅថែវទី2និងមាននាគប៉ាំ3ដែលស្ថិតនៅពីក្រោយតោទាំង6និងមានអប្សរា2ឈរនៅអមច្រកចូលសងខាងថែវទី2រួមមានរូបសំណាកតេជោដំដិនចំនួន2រូបអប្សរាចំនួន2ដែលមានកម្ពស់1.60 ម៉ែត្រនិងមានស្រះទឹក2ដែលមានទំហំ20ម៉ែត្រគុណនឹង20ម៉ែត្រទឹកស្រះទាំងពីរនេះមិនរឹងទេនៅរដូវប្រាំងព្រមទាំងមានដើមឈូកដុះអមថែវទី3មានកម្រាស់ក្រាស់ជាងថែវទី1និងទី2ហើយថែវទី3នេះមានច្រកចេញចូលនៅចំកណ្ដាលទាំង4ទិសនៅក្នុងថែវទី3រួមមាននៅចំពីមុខច្រកចូលមានរូបព្រះនរាយណ៍ដៃ8និងនៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ4ថែវទី4នៅថែវទី4នេះរៀបចំដោយថ្មបាយក្រៀមរៀបចំដេកពីគ្នាជាបន្ទប់ហើយថែវទី4នេះមានលក្ខណៈខុសប្លែកពីថែវទី1 2 3ព្រោះថែវទី4នេះមានច្រកចូល8ទិសបើចូលទៅដល់កំពូលកណ្ដាលនៃប្រាសាទនេះគេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្ដាលសង់អំពីថ្មផកដែលមានព្រះគង់ព្រះភ្នែនបែរចេញទៅរកទិសទាំង4គឺកើតលិចជើងត្បូងរមណីយដ្ឋានប្រាសាទនគរបាជ័យមានទីតាំងធំទូលាយល្អមិនចាញ់ប្រាសាទនានាដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះទេទីនេះជាទីប្រជុំមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមនិងខេត្តក្រុងផ្សេងប្រាសាទវត្តនគរបាជ័យកសាងនៅពាក់កណ្ដាលសតវត្សទី11ក្នុងរជ្ជកាលស្ដេចឧភ័យនិងសូរ្យវរ្ម័នទី2ក្នុងឥទ្ធិពលសិវនិយមសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ